ស្ត្រីម្នាក់បានកាត់ដើមស្ពៃមួយជាពីរប៉ុន្តែនាងមិនបានឃើញថាមានសត្វល្អិតមួយកំពុងលាក់ខ្លួននៅខាងក្នុងនោះទេដោយមិនដឹងខ្លួននាងបានយកវាទៅធ្វើជាសាឡាត់ហើយប្តីរបស់នាងក៏បានញ៉ាំវាមិនយូរប៉ុន្មានប្តីបាននិយាយថាគាត់ឈឺពោះប្រពន្ធប្រញាប់ទៅសួរនាំដោយក្តីបារម្ភហើយសួរថាតើត្រូវទៅមន្ទីរពេទ្យដែរឬទេប៉ុន្តែប្តីគិតថាគ្រាន់តែឈឺពោះធម្មតាហើយគ្រាន់តែចូលបន្ទប់ទឹកក៏នឹងជាសះស្បើយក្រោយមកក្នុងពិធីជប់លៀងមួយគាត់បានលើកកែវស្រាឡើងហើយនិយាយថាខ្ញុំសូមផឹកមុនភ្លាមនោះឈាមក៏ចាប់ផ្ដើមហូរចេញពីច្រមុះរបស់គាត់ដំបូងគាត់មិនបានយកចិត្តទុកដាក់ទេហើយក៏ដើរទៅលាងមុខក្នុងបន្ទប់ទឹកប៉ុន្តែពេលត្រឡប់មកវិញឈាមនៅតែហូរមិនឈប់ស្រាក្នុងកែវក៏ប្រែជាពណ៌ក្រហមដោយសារឈាមបន្ទាប់មកក្បាលរបស់គាត់ចាប់ផ្ដើមឈឺយ៉ាងខ្លាំងគាត់អប់ក្បាលរបស់ខ្លួនហើយដួលទៅលើដីរំពេចនោះហេតុការណ៍ដ៏រន្ធត់បានកើតឡើងក្បាលរបស់គាត់បានផ្ទុះហើយសត្វល្អិតខ្មៅរាប់ពាន់ក្បាលបានវារចេញពីខាងក្នុងមនុស្សគ្រប់គ្នាភ័យស្លន់ស្លោហើយស្ត្រីវ័យក្មេងម្នាក់ថែមទាំងដួលសន្លប់ទៀតផងបន្ទាប់មកសាច់រឿងប្ដូរទៅបុរសចំណាស់ម្នាក់ដែលកំពុងធ្វើការនៅក្នុងផ្ទះកញ្ចក់ដាំរុក្ខជាតិសត្វល្អិតមួយបានវារចូលទៅក្នុងស្រោមដៃរបស់គាត់ប៉ុន្តែគាត់មិនបានដឹងឡើយនៅពេលពាក់ស្រោមដៃគាត់មានអារម្មណ៍ដូចជាត្រូវអ្វីមួយខាំគាត់ព្យាយាមដោះស្រោមដៃចេញអស់ពីកម្លាំងប៉ុន្តែវាដូចជាជាប់កៅមិនអាចដោះបានគាត់យកដៃទៅគោះលើតុហើយថែមទាំងយកកន្ត្រៃធំមកកាត់ស្រោមដៃទៀតផងប៉ុន្តែនៅតែមិនបានផលសត្វល្អិតកាន់តែខំខ្លាំងឡើងធ្វើឲ្យគាត់ឈឺចាប់រហូតដួលរមៀលលើដីរំពេចនោះគាត់បានឃើញពូថៅមួយនៅក្បែរដើម្បីសង្គ្រោះជីវិតខ្លួនឯងគាត់គ្មានជម្រើសអ្វីក្រៅពីលើកពូថៅកាប់ដៃរបស់ខ្លួនពេលនោះប្រពន្ធរបស់គាត់បានដើរចេញពីផ្ទះពេលឃើញប្តីកំពុងកាប់ដៃខ្លួនឯងនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងប៉ុន្តែពេលនាងរត់ទៅជិតនាងបានជំពប់ខ្សែភ្លើងដោយចៃដន្យភ្លើងបានឆេះរាលដាលដល់ធុងប្រេងមួយរំពេចការផ្ទុះដ៏ខ្លាំងមួយបានកើតឡើងសម្រាប់ប្តីប្រពន្ធទាំងពីរភ្លាមនៅពេលនោះបុរសម្នាក់ទៀតបានប្រទះឃើញសត្វល្អិតប្រភេទដូចគ្នានៅក្នុងស្មៅពេលគាត់លូកដៃទៅចាប់វាក៏ខំគាត់ភ្លាមគាត់យកប៉ែជោគវាដាក់ក្នុងដបកែវហើយយកទៅមជ្ឈមណ្ឌលស្រាវជ្រាវជីវវិទ្យាសាស្ត្រាចារ្យម្នាក់បានពិនិត្យវាហើយនិយាយថាវាគ្រាន់តែជាខ្យងទឹកមួយប្រភេទដែលស៊ីបន្លែនិងស្លឹកឈើប៉ុណ្ណោះមិនស៊ីសាច់និងមិនវាយប្រហារមនុស្សទេដោយមិនសូវខ្វល់គាត់ក៏ដាក់ដបមួយឡែកប៉ុន្តែមិនយូរប៉ុន្មានសត្វល្អិតនោះបានវារចេញពីដបពេលសាស្ត្រាចារ្យសំឡេងចម្លែកហើយបែរទៅមើលគាត់ស្ទើរតែមិនជឿភ្នែកខ្លួនឯងសត្វទន្សាយសម្រាប់ពិសោធន៍មួយក្បាលត្រូវបានសត្វល្អិតនោះបឺតឈាមអស់ពីខ្លួនពេលនោះទើបសាស្ត្រាចារ្យចាប់ផ្ដើមស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លទ្ធផលបង្ហាញថាវាជាខ្យងទឹកបំលែងពូជដែលស៊ីឈាមជាអាហារវាកាន់តែស៊ីឈាមកាន់តែធំឡើងប្រសិនបើវាចូលទៅក្នុងរាងកាយមនុស្សវានឹងបឺតឈាមរហូតដល់អស់ហើយបន្តបង្កើតកូនយ៉ាងឆាប់រហ័សមុននឹងផ្ទុះចេញពីរាងកាយជនរងគ្រោះសត្វទាំងនេះអាចរស់បានតែក្នុងទឹកប៉ុណ្ណោះក្រោយដឹងការពិតបុរសនោះបានទៅជួបប្រធានមន្ទីរសុខាភិបាលដើម្បីស្នើឲ្យបិទប្រព័ន្ធទឹកប្រើប្រាស់ជាបន្ទាន់ប៉ុន្តែប្រធានមន្ទីរមិនជឿទាល់តែសោះហើយថែមទាំងដេញគាត់ចេញទៀតមិនយូរប៉ុន្មានប្រធានមន្ទីរក៏ត្រូវសត្វល្អិតទាំងនោះសម្លាប់ពេលស្ត្រីម្នាក់ចូលទៅក្នុងបន្ទប់ទឹកនាងបានឃើញសាកសពស្ងួតរបស់គាត់និងសត្វល្អិតកំពុងវារចេញពីក្បាលម៉ាស៊ីនទឹកចុងក្រោយបុរសនោះបានសហការជាមួយអតីតយោធាម្នាក់និងសាស្ត្រាចារ្យដើម្បីកម្ចាត់សម្បុកសត្វល្អិតពួកគេបានប្រើសាច់គោអាំងធ្វើជានុយតាក់ទាញឲ្យសត្វល្អិតប្រមូលផ្ដុំគ្នាហើយបន្ទាប់មកដុតវាដោយភ្លើងទោះបីបេសកកម្មបានសម្លាប់សត្វល្អិតស្ទើរតែទាំងអស់ក៏ដោយក៏នៅចុងបញ្ចប់នៅតែមានសត្វល្អិតមួយក្បាលនៅរស់រានមានជីវិតនេះគឺជាខ្សែភាពយន្តរន្ធត់ឆ្នាំ1988មានចំណងជើងថា Slugs